ការតាំងសមាធិមួយនេះត្រូវបានបង្កើតឡើងដើម្បីជួយឲ្យចិត្តរបស់អ្នកមានភាពស្រឡះគំនិតមានភាពច្បាស់លាស់និងជួយឲ្យអ្នកមានភាពឆ្លាតវៃជាងមុនពេលនេះគឺជាការសម្រាកដ៏ស្ងប់ស្ងាត់មួយដែលចាំបាច់សម្រាប់អ្នកជាកន្លែងដែលអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ក្រៅពីការនៅទីនេះជាមួយបច្ចុប្បន្នភាពឲ្យបានពេញលេញវាជាកន្លែងមួយដែលអនុញ្ញាតឲ្យគំនិតរបស់អ្នកមានលំហូរល្អមានលំនឹងនិងមានតុល្យភាពសូមស្វាគមន៍ប្រិយមិត្តជាទីស្រឡាញ់មកកាន់ Channel ខ្មែរ Healing ពួកយើងបង្កើត Channel នេះឡើងដើម្បីប្រជាជនខ្មែរជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីសុខក្នុងចិត្តនិងផ្សារភ្ជាប់ខ្លួនឯងឡើងវិញតាមរយៈសម្លេងព្យាបាលដូចជាសមាធិនាំផ្លូវពាក្យអធិដ្ឋានចិត្តពាក្យពេចន៍លើកទឹកចិត្តនិងសម្លេងបំពេជំនួយការគេងជាដើមតោះយើងចាប់ដើមសមាធិនាំផ្លូវនេះជាមួយគ្នានាពេលឥឡូវនេះសូមរៀបចំរាងកាយរបស់អ្នកឲ្យមានភាពស្រណុកសុខស្រួលតាមសម្រួលតាមដែលអ្នកចូលចិត្តអ្នកអាចអង្គុយតម្រេតខ្លួនឬគេងក៏បានបែបណាក៏បានឲ្យតែអ្នកមានអារម្មណ៍ថាផាសុកភាពបំផុតចំពោះខ្លួនឯងបន្ធូរសាច់ដុំស្មារបស់អ្នកបន្ធូរថ្ងាសបន្ធូរធ្គាមហើយបិទភ្នែករបស់អ្នកយឺតឥឡូវនេះសូមផ្ដោតលើដង្ហើមរបស់អ្នកមិនចាំបាច់ព្យាយាមផ្លាស់ប្ដូរវាទេគ្រាន់តែចំណាំមើលវាសង្កេតមើលចង្វាក់ធម្មជាតិនៃការដកដង្ហើមចេញចូលរបស់អ្នកចាប់ផ្ដើមtừការដកដង្ហើមឲ្យបានវែងជាងមុនដកដង្ហើមចូលតាមច្រមុះយ៉ាងសន្សឹមមានអារម្មណ៍ថាខ្យល់អាកាសបរិសុទ្ធចូលទៅក្នុងខ្លួននិងជួយដល់ខួរក្បាលដកដង្ហើមចេញយឺតតាមមាត់បញ្ចេញនូវភាពតានតឹងនិងគំនិតស្មុគស្មាញដែលមិនចាំបាច់ទាំងឡាយចេញមកក្រៅឲ្យអស់ម្ដងទៀតដកដង្ហើមចូលនាំយកភាពស្ងប់ស្ងាត់ភាពស្រឡះនិងអុកស៊ីហ្សែនទៅកាន់ខួរក្បាលដកដង្ហើមចេញបញ្ចេញភាពស្រអាប់ភាពតានតឹងនិងភាពនឿយហត់ទាំងឡាយបន្ទាប់មកទៀតសូមផ្ដោតអារម្មណ៍មកលើរាងកាយរបស់អ្នកវិញចាប់អារម្មណ៍ពីទម្ងន់នៃរាងកាយអ្នកដែលកំពុងផ្អែកលើកន្លែងដែលអ្នកកំពុងតាំងខ្លួននៅទទួលបានអារម្មណ៍ពីការប៉ះទង្គិចគ្នារវាងរាងកាយនិងទីតាំងដែលអ្នកកំពុងស្ថិតនៅស្រមៃថាពិភពលោកកំពុងទ្រទ្រង់អ្នកយ៉ាងនឹងនរស្ងប់ស្ងាត់និងសុវត្ថិភាពការប៉ះទង្គិចគ្នានេះគឺជាបង្អែកដ៏រឹងមាំរបស់អ្នកវាធ្វើឲ្យចិត្តរបស់អ្នកបានធូរស្បើយព្រោះរាងកាយរបស់អ្នកមានអារម្មណ៍ថាមានទីពឹងនិងមានស្ថិរភាពហើយឥឡូវនេះសូមជ្រើសរើសទីតាំងមានលំនឹងមួយសម្រាប់ការតាំងសមាធិនេះចំណុចលំនឹងនេះហើយជាផ្ទះដ៏កក់ក្ដៅរបស់អ្នករាល់ពេលដែលចិត្តអ្នករវើរវាយទៅឆ្ងាយ
ដែលវានឹងកើតឡើងជាធម្មតាអ្នកអាចត្រឡប់មកទីនេះវិញជានិច្ចដោយមិនចាំបាច់បន្ទោសខ្លួនឯងនិងមិនចាំបាច់ប្រឹងទាញបញ្ច្រាស់ទិសនោះទេនៅពេលនេះអ្នកមិនចាំបាច់ខំគិតត្រេះរិះអ្វីមួយឲ្យមានភាពច្បាស់លាស់នោះទេអ្នកក៏មិនចាំបាច់បង្ខំឲ្យមានការផ្ដោតអារម្មណ៍លើអ្វីមួយនោះដែរចាំថាភាពស្រឡះនឹងកើតមានឡើងនៅពេលដែលចិត្តមានអារម្មណ៍ថាទទួលបានសុវត្ថិភាពបានសម្រាកគ្រប់គ្រាន់និងរស់នៅជាមួយបច្ចុប្បន្នយ៉ាងពេញលេញដឹងទេថារាល់ការដកដង្ហើមអ្នកកំពុងបង្កើតលំហទំនេរមួយជាលំហមួយសម្រាប់ដាក់គំនិតដែលច្បាស់លាស់ជាងមុនស្មារតីដែលមុតស្រួចជាងមុននិងចិត្តដែលរហ័សរហួនជាងមុនសូមទុកចិត្តលើដំណើរមួយនេះខួរក្បាលរបស់អ្នកដឹងពីរបៀបកំណត់ខ្លួនឯងហើយចិត្តរបស់អ្នកក៏ដឹងពីរបៀបរៀបចំខ្លួនឯងដែរនៅពេលដែលវាទទួលបានភាពស្ងប់ស្ងាត់ការថែទាំនិងការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវពេលនេះសូមបន្តដកដង្ហើមយឺតៗធ្វើឲ្យខ្លួនឯងស្រួលខ្លួននិងមានតុល្យភាពធ្វើយ៉ាងណាក៏បានឲ្យតែរាងកាយរបស់អ្នកស្ថិតនៅកន្លែងមួយដែលអ្នកមានអារម្មណ៍ថាស្រណុកចិត្តបំផុតអាចជាដង្ហើមត្រូវតាមចង្វាក់អាចជាភាពស្ងប់ស្ងាត់នៃរាងកាយចាំថាគ្មានអ្វីដែលអ្នកត្រូវដោះស្រាយនៅពេលនេះទេគ្មានសម្ពាធដែលត្រូវគិតឲ្យបានល្អជាងមុនឬលឿនជាងមុននោះទេសម្រាប់ពេលនេះគ្រាន់តែនៅទីនេះគឺគ្រប់គ្រាន់ហើយប្រសិនបើមានគំនិតណាមួយលេចឡើងអំពីរឿងការងារគ្រួសារលុយកាក់គម្រោងការឬកិច្ចការនានាដែលមិនទាន់រួចរាល់សូមអ្នកគ្រាន់តែដឹងពីវត្តមានរបស់វាតែមិនចាំបាច់វិនិច្ឆ័យអ្វីទាំងអស់ក្នុងពេលនេះនេះគឺជាធម្មជាតិរបស់ចិត្តតែងតែគិតជំនួសឲ្យការដេញតាមចិត្តទាំងនោះទាំងត្រដាប់ត្រដួសសូមស្រមៃថាអ្នកអាចទម្លាក់វាចុះសិនសម្រាប់តែពេលនេះក៏បានវាមិនបាត់ទៅណាទេហើយអ្នកក៏មិនខាត់បង់អ្វីទាំងអស់បើចាំបាច់អ្នកអាចយកវាទៅវិញតាមក្រោយពេលណាក៏បានដែរលើកឡើងតែពេលនេះវាប្រៀបដូចជាអ្នកកំពុងបើកបង្អួចនៃបន្ទប់មួយដែលបិទជិតយូរណាស់មកហើយពេលនេះខ្យល់អាកាសបរិសុទ្ធក៏ចាប់ផ្ដើមបក់ចូលមកភាពខ្មៅងងឹតក៏លែងមានទៀតហើយអ្នកអាចផ្ដោតអារម្មណ៍បានល្អមានការគិតច្បាស់លាស់និងមានភាពវៃឆ្លាតជាងមុនពេលខ្លះអ្នកប្រហែលជាសង្កេតឃើញថាក្នុងជីវិតប្រចាំថ្ងៃអ្នកតែងតែព្យាយាមផ្ដោតលើអ្វីមួយទាំងដែលមានអារម្មណ៍ថាហត់នឿយប្រញាប់ប្រញាល់និងស្មុគស្មាញឬជួនកាលអ្នកកំពុងព្យាយាមផ្ដោតលើអ្វីមួយតែចិត្តបែរជារេមាយមិននៅកន្លែងដែលវាគួរនៅទៅវិញជួនកាលអ្នកភ្លេចពីរឿងតូចតាចណាមួយហើយមានអារម្មណ៍ថាខឹងនឹងខ្លួនឯងជាខ្លាំងតែឥឡូវនេះសូមផ្ដល់ការយោគយល់ដល់ខ្លួនឯងចូលចាំថាចិត្តដែលហត់នឿយមិនមែនជាចិត្តដែលទន់ខ្សោយនោះទេវាគ្រាន់តែជាចិត្តធម្មតាដែលត្រូវការសម្រាកការស្មឹងស្មាតនិងការអត់ធ្មត់តែប៉ុណ្ណោះបន្តដកដង្ហើមតាមសម្រួលនិងយឺតនៅពេលដែលរាងកាយបានសម្រាកគ្រប់គ្រាន់ចិត្តរបស់អ្នកក៏បានសម្រាកហើយអ្នកក៏ទទួលបានថាមពលល្អៗតាមនោះដែរពេលនេះ
គំនិតជាច្រើនអាចនឹងនៅតែលេចឡើងប៉ុន្តែវាមានអារម្មណ៍ថាស្រាលជាងមុនវាមិនសូវបន្ទាន់ឬស្លន់ស្លោដូចមុននោះទេហើយអ្នកក៏មិនចាំបាច់ឆ្លើយតបនឹងវាភ្លាមៗដែរសង្កេតមើលភាពស្ងប់ស្ងាត់នៅចន្លោះគំនិតនីមួយៗនោះទោះបីជាវាខ្លីៗក៏វាជាការពិតដែលអ្នកកំពុងទទួលបានទីនេះគឺជាទីកន្លែងមួយដែលភាពស្រឡះចាប់ផ្ដើមមានរូបរាងឡើងស្រមៃថាចិត្តរបស់អ្នកដូចជាទឹកដែលគេគោវឹកពេញមួយថ្ងៃនៅពេលឈប់គោវានឹងរងថ្លាដោយធម្មជាតិមិនចាំបាច់បង្ខំអ្វីទាំងអស់ទុកឲ្យភាពស្ងប់នេះកើតឡើងតាមពេលវេលារបស់វាខណៈពេលដែរអ្នកសម្រាប់នៅទីនេះសូមប្រាប់ខ្លួនឯងតិចៗថាខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ក្នុងការគិតពីអ្វីមួយនោះទេខ្ញុំមិនចាំបាច់បញ្ជាក់អ្វីដល់នរណាម្នាក់នៅពេលនេះទេចិត្តរបស់ខ្ញុំដំណើរការបានយ៉ាងល្អបំផុតនៅពេលដែលខ្ញុំស្ងប់ស្ងាត់ខ្ញុំដកដង្ហើមចូលនៅភាពស្ងប់ខ្ញុំដកដង្ហើមចេញនៅភាពតានតឹងចិត្តរបស់ខ្ញុំស្រឡះនិងនឹងណោខ្ញុំគិតទៅតាមចង្វាក់ធម្មជាតិរបស់ខ្ញុំខ្ញុំអនុញ្ញាតឲ្យចិត្តគំនិតរបស់ខ្ញុំមានលំហូរយ៉ាងរលូនខ្ញុំអាចផ្ដោតអារម្មណ៍មានភាពច្បាស់លាស់និងគិតបានរហ័សយ៉ាងងាយៗការផ្ដោតអារម្មណ៍របស់ខ្ញុំកាន់តែមានភាពល្អប្រសើរជាងមុនខ្ញុំទុកចិត្តលើចិត្តគំនិតរបស់ខ្ញុំខ្ញុំទទួលបានការយល់ដឹងកាន់តែច្បាស់ការចងចាំរបស់ខ្ញុំកាន់តែមោះមុតខ្ញុំមានសមត្ថភាពចិត្តរបស់ខ្ញុំរឹងមាំខ្ញុំមិនចាំបាច់បង្ខំការគិតរបស់ខ្ញុំនោះទេសូម្បីតែក្នុងពេលរវល់ក៏ខ្ញុំអាចវិលត្រឡប់មករកភាពស្ងប់ស្ងាត់និងស្រឡះល្អបានដែរខ្ញុំអនុញ្ញាតឲ្យចិត្តគំនិតនិងរាងកាយរបស់ខ្ញុំសម្រាកហើយស្ដារថាមពលឡើងវិញខ្ញុំកំពុងនៅទីនេះជាមួយបច្ចុប្បន្នភាពខ្ញុំស្រឡះក្នុងចិត្តខ្ញុំមានអារម្មណ៍ធូរស្រាលពេលនេះតើអ្នកមានអារម្មណ៍ថាពាក្យវិជ្ជមានទាំងនេះជ្រាបចូលខ្លួននឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលជាងមុនដែរឬទេឥឡូវនេះសូមស្រមៃមើលរូបភាពខ្លួនឯងនាពេលបន្តិចទៀតឬនាថ្ងៃខាងមុខអាចជាពេលដែលអ្នកកំពុងធ្វើកិច្ចការធម្មតាធ្វើការទៅរៀនការរៀបចំគម្រោងឬការសន្ទនាជាមួយអ្នកដទៃសង្កេតមើលថាអ្នកអាចផ្ដោតអារម្មណ៍ក្នុងបច្ចុប្បន្នភាពកាន់តែប្រសើរអ្នកស្ដាប់បានច្បាស់ជាងមុនគំនិតរបស់អ្នកមានរបៀបរៀបរយជាងមុនអ្នកឆ្លើយតបដោយប្រើសតិបញ្ញាមុះមុនជំនួសឲ្យការឆេវឆាវ
សូម្បីតែពេលរបួសខ្លាំងក៏អ្នកនៅតែមានភាពនឹងណក្នុងខ្លួនដែរអ្នកទុកចិត្តខ្លួនឯងក្នុងការគិតឲ្យច្បាស់លាស់មួយជំហានម្ដងសូមអនុញ្ញាតឲ្យរូបភាពនោះមានលក្ខណៈបែបធម្មជាតិមិនចាំបាច់ល្អឥតខ្ចោះពេកនោះទេភាពស្រឡះក្នុងជីវិតពិតគឺមានភាពស្ងប់ស្ងាត់មិនមែនជាការបង្ខិតបង្ខំនោះទេឥឡូវនេះផ្ដោតអារម្មណ៍របស់អ្នកមកកាន់ដង្ហើមម្ដងទៀតមកកាន់បច្ចុប្បន្ននេះសង្កេតមើលភាពធូរស្បើយដែលចិត្តគំនិតនិងរាងកាយរបស់អ្នកកំពុងទទួលបានចាំថានេះគឺជាស្ថានភាពល្អប្រសើរមួយដែលអ្នកអាចវិលត្រឡប់មកវិញបានគ្រប់ពេលគ្រប់វេលាដែលគ្រាន់តែបន្ថយល្បឿនជីវិតរបស់អ្នកផ្ដោតលើដង្ហើមនិងមានចិត្តល្អចំពោះខ្លួនឯងជាការស្រេចសូមនៅទីនេះបន្តិចទៀតសិនដកដង្ហើមឲ្យបានវែងដើម្បីឲ្យចិត្តរបស់អ្នកបានសម្រាកយ៉ាងពេញលេញនិងបញ្ចូលថាមពលឡើងវិញពេលនេះសូមបន្តសម្រាកក្នុងបច្ចុប្បន្នភាពដោយអារម្មណ៍សន្តិភាពដែលអ្នកបានបង្កើតឡើងដោយខ្លួនឯងសង្កេតមើលអារម្មណ៍នៃចិត្តរបស់អ្នកឥឡូវនេះមិនបង្ខំមិនប្រញាប់គ្រាន់តែស្ងប់ស្ងាត់ស្រាលស្រទន់និងស្រឡះល្អគ្មានអ្វីដែលអ្នកត្រូវស្មុគស្មាញពេកនោះទេគ្មានអ្វីដែលអ្នកត្រូវដោះស្រាយភ្លាមក្នុងពេលនេះទេសូមជឿជាក់ថាចិត្តរបស់អ្នកទទួលបានអ្វីដែលវាត្រូវការហើយគឺភាពភ្លឺថ្លាជ្រះស្រឡះនិងស្ងប់ស្ងាត់ល្អសូមដឹងថាវានឹងបន្តនៅជាមួយអ្នកទោះបីជាអ្នកនឹងបញ្ចប់ការសមាធិនេះនៅបន្តិចទៀតនេះក៏ដោយសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញយឺតពេលនេះសូមចាប់ផ្ដើមទទួលដឹងពីលំហនៅជុំវិញខ្លួនអ្នកឡើងវិញដូចជាកន្លែងដែលអ្នកកំពុងអង្គុយទម្រាតខ្លួនឬគេងនៅពេលដែលអ្នកមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ហើយសូមចាប់ផ្ដើមធ្វើចលនាម្រាមដៃនិងម្រាមជើងយឺតសម្រួលឥរិយាបថបន្តិចម្ដងមុនពេលបញ្ចប់សមាធិនេះសូមនាំយកស្មារតីដ៏ស្ងប់ស្ងាត់នេះទៅជាមួយអ្នករក្សាវាក្នុងគំនិតការសម្រេចចិត្តនិងការសន្ទនារបស់អ្នកអាចត្រឡប់មកកាន់សភាពបែបនេះវិញនៅពេលណាក៏បានដែលគ្រាន់តែដកដង្ហើមយឺតឈប់សម្រាកមួយភ្លែតនិងនៅជាមួយបច្ចុប្បន្នឲ្យល្អបំផុតនៅពេលសមាធិរួចរាល់សូមបើកភ្នែករបស់អ្នកយឺតមានអារម្មណ៍ថាចិត្តគំនិតរបស់អ្នកស្រឡះល្អនិងស្រស់ស្រាយជាងមុនដែរឬទេសូមថែរក្សាខ្លួនចងចាំសេចក្តីសុខនៃភាពស្ងប់ចិត្តនិងជ្រះថ្លានេះវាមិនមែនជាអ្វីដែលអ្នកបង្កើតឡើងដោយបង្ខំនោះទេវាជាអ្វីដែលអ្នកបានអនុញ្ញាតឲ្យកើតឡើងតាមដំណើរតាមសម្រួលចិត្តគំនិតរបស់អ្នកមិនចាំបាច់ត្រូវគេរុញច្រានដើម្បីធ្វើការឲ្យល្អជាងមុននោះទេវាដំណើរការបានយ៉ាងល្អបំផុតហើយនៅពេលដែលវាទទួលបានការមើលថែដោយយកចិត្តទុកដាក់និងដោយក្តីស្រឡាញ់ចងចាំថារ
រាល់ពេលដែលជីវិតរបស់អ្នកមានអារម្មណ៍ថាស្មុគស្មាញពិបាកគិតសូមផ្ដោតលើការដកដង្ហើមនិងឈប់សម្រាកមួយផ្លែតតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយបន្តដំណើរទៅមុខដោយភាពជឿជាក់លើចិត្តគំនិតនិងល្បឿនផ្ទាល់ខ្លួនរបស់អ្នកហើយទុកឲ្យភាពច្បាស់លាស់និងភាពឆ្លៀវវៃកើតមានដល់អ្នកតាមធម្មជាតិជាចុងក្រោយសូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងសមាធិនាំផ្លូវមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងសមាធិនាំផ្លូវមួយនេះដល់ចប់ពួកយើងសង្ឃឹមថាពេលនេះអ្នកបានកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញបើចូលចិត្តវីដេអូបែបនេះសូមចុច like comment subscribe មកកាន់ Channel ខ្មែរ Healing និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថែទាំផ្លូវចិត្តថ្មីៗបន្ថែមទៀត